បងប្អូនទាំងអស់គ្នាជាអ្នកដាំបន្លែប្រហែលជាកំពុងគិតដែរថាតើគួរដាំដំណាំអីគេបានតម្លៃល្អគួរដាំដំណាំអីគេបានទិន្នផលខ្ពស់បាទត្រូវទីផ្សារអញ្ចឹងអញ្ចឹងបងប្អូនអាចសាកគិតពិចារណាលើម្ទេសហាវ៉ៃមើលបងប្អូនដេប៉ូបង្កើនផលមានផ្គត់ផ្គង់គ្រប់ពីបន្លែជីថ្នាំតម្លៃសមរម្យម្ទេសហាវ៉ៃពណ៌លឿងគឺជាម្ទេសហាវ៉ៃដែលពេញនិយមខ្លាំងសម្រាប់ទីផ្សារទំនើបទីផ្សារតាមខេត្តទីផ្សារនៅតំបន់ទីប្រជុំជនធំៗអីចឹងណាបងប្អូនបាទហើយពូជម្ទេសហាវ៉ៃនេះគឺជាពូជរបស់ណុនយូខាងប្រទេសតៃវ៉ាន់បាទអញ្ចឹងសម្រាប់ពណ៌វិញបងប្អូនគ្មានពីរទេបាទសាច់វាក្រាស់ហើយរសជាតិវាឆ្ងាញ់អញ្ចឹងបើសិនជាបងប្អូនចាអារម្មណ៍ជាពិសេសបងប្អូនដាំដុះនៅក្នុងផ្ទះសំណាញ់បងប្អូនអាចសាកពិចារណាមើលបានព្រោះអីតម្លៃវាអាចនឹងល្អបងប្អូនណាបាទហើយក្រៅពីម្ទេសហាវ៉ៃពណ៌លឿងក៏មានម្ទេសហាវ៉ៃពណ៌ក្រហមបងប្អូនណាបាទអញ្ចឹងម្ទេសហាវ៉ៃពណ៌ក្រហមក៏គ្មានពីរដែរពណ៌នេះបងប្អូនណាបាទគឺមានតែពូជនឹងមួយទេដែលមានពណ៌ស្អាតដាច់គេបាទរសជាតិឆ្ងាញ់ហើយសាច់ក្រាស់អញ្ចឹងបើបងប្អូនត្រូវការអាចតាក់ទងបានមកដេប៉ូបង្កើនផលឬក៏តាក់ទងមកpage Y&A ហើយសម្រាប់ការដាំដុះក៏មានការប្រឹក្សាបច្ចេកទេសជូនដោយឥតគិតថ្លៃផងដែរបាទបងប្អូនអញ្ចឹងចង់បញ្ជាក់បន្ថែមថាសម្រាប់ម្ទេសបងប្អូនម្ទេសហាវ៉ៃអត់មានពណ៌ខៀវទេបងប្អូនមួយចំនួនគាត់តាក់ទងមកសួរថាចង់បានម្ទេសហាវ៉ៃពណ៌ខៀវអញ្ចឹងវាអត់មានពណ៌ខៀវទេតែបើបងប្អូនបេះវានៅខ្ចីវានឹងបានពណ៌ខៀវហើយបងប្អូនណាបាទអញ្ចឹងពណ៌ខៀវនៅលើទីផ្សារភាគច្រើនហ្នឹងគឺគេបេះខ្ចីបាទទៅវាបានពណ៌ខៀវហ្នឹងមិនមែនពណ៌វាទុំហើយខៀវទេណាអញ្ចឹងទុំមានតែទុំពណ៌ក្រហមទុំពណ៌ស្វាយទុំពណ៌លឿងអីចឹងទៅបាទ